Ok, chúng điệp số bằng phần học khăn nhé, dương vật chụp khăn xa chết mày bằng tiệt hái hai thứ này một bà sáng lần lượt vào video tham mày mối sẽ đây bị click nông cả prapra đái dương một bằng hai đập ông cô nó khăn nhé. Ok, chắc cái một bà sáng lần nghĩa tranh bị cả treo brand tách từ đó cả cần lực này cả prapra sập đái thom mà robot dương vĩnh chẳng ta cái này một bà sáng bằng hai bằng cô nó khăn nhé bị ở vậy nó có xong tam nan chụp những cái bằng hai rồi một bà sáng đôi tao tới chẳng cái này bà sáng nâng bằng hai bằng cô nó khăn nhé bịរបៀបដែលយើងធ្វើការខលលក្ខណៈប្រាំងទៅកាន់មិត្តភ័ក្តិរបស់យើងឬក៏ទៅកាន់កណ្ដាណាម្នាក់ដែលយើងមិនចង់នៅជួបជុំឧទាហរណ៍ដូចជាមិត្តភ័ក្តិយើងបបួលស៊ីផឹកអីអញ្ចឹងណាដាច់យប់ដាច់អីយើងខ្លាចប្រពន្ធខ្លាចអីររឿងអីអញ្ចឹងទៅយើងអាចបង្កើតនៅការខលคล้ายៗមួយដើម្បីកុហកថាមានអ្នកណាទេរទេហៅអីអញ្ចឹងណាអញ្ចឹងអូខេតើវិធីនេះគេធ្វើយ៉ាងម៉េចក៏សូមតាមដានដូចតទៅអញ្ចឹងវិធីធ្វើដូចនេះគឺការបង្កើតនៅការខលបែបคล้ายៗនេះគឺងាយទេបាទមុនដំបូងអ្នកនរគ្នាគ្រាន់តែ download app មួយចេញពី App Store របស់យើងឧទាហរណ៍យើងចូលកាន់ App Store របស់យើងមកហើយយើងធ្វើការ search នៅ app មួយដែលគេដាក់ឈ្មោះថាអូខេ make a call អូខេ make a call នេះនៅខាងលើនេះបាទ make a call fake call អូខេអញ្ចឹងយើងធ្វើការ install app ហ្នឹងមកអូខេបាទយកលើគេហ្នឹងមកអូខេ install app ហ្នឹងមកយើងអាចធ្វើការបង្កើតនៅការ call คล้ายៗឬក៏ call កុហកចំពោះមិត្តភ័ក្តិរបស់យើងបានហើយអញ្ចឹងដោយសារ Mobile install រួចហើយមិនបាច់បង្ហាញពីការ install ទេពេលយើង install ពេញហើយយើងបើកវាមកអូខេបើកវាអញ្ចឹងមកវានឹងចូលដល់កម្មវិធីរបស់យើងមានលក្ខណៈបែបនេះអញ្ចឹងកន្លែងនេះយើងត្រូវការធ្វើការ set វាឧទាហរណ៍ time and answer នេះយើងយកប្រមាណនាទីបាទយកប្រហែលនាទីឧទាហរណ៍យក3វិនាទីឬក៏យក10វិនាទីឬក៏យក30វិនាទីអីចឹងណាយើងធ្វើការកំណត់ពេលដើម្បីឲ្យបាទកម្មវិធីហ្នឹងដំណើរការ call លើទូរស័ព្ទយើងតែម្ដងឧទាហរណ៍យកតែ10នាទីចុះសុំទោះ10វិនាទីចុះហើយកន្លែង ring tone and wallpaper នេះអូខេយើងយកដើម្បីកំណត់វាឧទាហរណ៍យក default អញ្ចឹងទៅយក default បានន័យថាវារោជាលក្ខណៈ iPhone របស់យើងបាទសំឡេង iPhone របស់យើងហើយកន្លែង call នេះ caller នេះយើងធ្វើការកំណត់វាអូខេឧទាហរណ៍ custom យើងយក customize មកកន្លែងនេះយើងធ្វើការកំណត់វាខាងលើនេះយើងដាក់លេខទូរស័ព្ទមួយមកលេខទូរស័ព្ទមនុស្សដែលយើងថា call មកយើងមួយមកអូខេបាទកន្លែងហ្នឹងខាងលើនេះយើងដាក់លេខទូរស័ព្ទមួយមកបន្ទាប់មកទៀតខាងក្រោមនេះយើងដាក់ឈ្មោះនរណាម្នាក់ដែលយើងចង់ឲ្យ call មកពេលយើងវាយហើយយើងចុចថា save មកឧទាហរណ៍ខាងលើខ្ញុំវាយលេខរបស់នរណាម្នាក់ទៅឧទាហរណ៍097អូខេដាក់លេខខ្ញុំទៅ2 3ដង8343អញ្ចឹងមកហើយខាងនេះខាងក្រោមនេះយើងដាក់ថា my វាយអញ្ចឹងទៅយើងដាក់ប្រពន្ធយើងអូខេដើម្បីកុហកមិត្តភ័ក្តិយើងឲ្យមើលឃើញថាប្រពន្ធយើងតែមកបន្ទាប់ពីយើងដាក់អញ្ចឹងហើយយើងចុច save មកអូខេយើងចុច save អញ្ចឹងមកហើយកន្លែងនេះបាទ color voice content នេះយើងដាក់ mute អញ្ចឹងទៅ mute អញ្ចឹងទៅហើយកន្លែង advanced setting នេះយើងបើកវាមកអូខេបើកវាអញ្ចឹងមកបន្ទាប់មកយើងចុចលើ make a call នេះចុចហើយទូរស័ព្ទរបស់យើងនឹងបិទរលត់ហើយយើងទុកចោលក្នុងកប៉ៅរបស់យើងទៅដល់នាទីវានឹង load ជាការ call ចូលឲ្យយើងមើលឃើញយើងអាចកុហកមិត្តភ័ក្តិយើងថាមានគេ call មកអូខេអញ្ចឹងយើងឃើញនេះអូខេវា call ចូលមកអញ្ចឹងយើងអាចលើកទៅបាទដូចមានគេ call ចូលមកធម្មតាប៉ុន្តែតាមពិតទៅគឺអត់មានអ្នកណានិយាយអត់មានអ្នកណា call មកទេគឺជាកម្មវិធីនៃម៉ាស៊ីនរបស់យើងបាទ call មកយើងតែប៉ុណ្ណោះអូខេអញ្ចឹងយើងអាចលើកទទួលហើយនិយាយថាមាននរណាហៅទៅផ្ទះទៅអីអញ្ចឹងទៅយើងអាចកិច្ចចេញពីមិត្តភ័ក្តិរបស់យើងបបួលតាណាឬក៏ហៅស៊ីផឹកអីអញ្ចឹងណាអូខេនិយាយចាប់យើងបិទអញ្ចឹងវិញមកអូខេអញ្ចឹងគឺយើងអាចធ្វើការប្រាំងឬក៏កុហកមិត្តភ័ក្តិរបស់យើងបានដែលមានលក្ខណៈងាយស្រួលដូចនេះឯងបាទអញ្ចឹងនេះគឺជាកលឹះមួយល្អដែរសម្រាប់យើងធ្វើការកិច្ចចេញពី
មិត្តភ័ក្តិដែលបបួលយើងស៊ីផឹកដាច់យប់ឬក៏ដើរលេងឬក៏បាទមិនចង់នៅជាមួយនរណាម្នាក់ដែលយើងមិនពេញចិត្តជាដើមអូខេបាទអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណណាស់សម្រាប់ការតាមដានទស្សនាពេលនេះមកវត្តស្តាក៏សូមជម្រាបលាជួបបងប្អូនអរគ្នានៅវីដេអូលើកក្រោយទៀត